ឧបករណ៍វិភាគបញ្ហាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទប្រកបដោយនិរន្តរភាពការអនុវត្តឧបករណ៍វិភាគបញ្ហាទាំងនេះមិនមែនងាយស្រួលហើយត្រូវបានបញ្ចប់តែមួយពេលនោះទេវាមានសកម្មភាពបន្តជាប់ជានិច្ចហើយដំណើរការដដែលការពង្រឹងឧបករណ៍មួយអាចនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងផ្នែកផ្សេងទៀតខណៈដែលការកែលម្អសំខាន់នៅក្នុងឧបករណ៍មួយចំនួនមិនតែងតែអាចសម្រេចបាននៅលទ្ធផលដែលរំពឹងទុកនោះទេប្រសិនបើមិនមានការកែលម្អនៅក្នុងឧបករណ៍ផ្សេងទៀតវិធីសាស្ត្រឧបករណ៍វិភាគបញ្ហាអាចត្រូវបានកែសម្រួលទៅតាមបរិបទរបស់អ្នកការពង្រឹងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទអាចអនុវត្តបាននៅគ្រប់កម្រិតនិងគ្រប់ទីកន្លែងដូចជាជនបទទីក្រុងស្រុកនិងថ្នាក់ជាតិជាដើម ភាពជោគជ័យទៅបានរបស់ថ្នាក់ស្រុកលើការពង្រឹងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទត្រូវមានការគ្រប់គ្រងពីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីឲ្យប្រព័ន្ធនេះដំណើរការបានល្អប្រសើរដើម្បីឲ្យស្រុកអាចចែករំលែកបទពិសោធន៍របស់ពួកគេបានទូលំទូលាយនៅទូទាំងប្រទេសបានសំខាន់នោះថ្នាក់ស្រុកត្រូវមានការគ្រប់គ្រងពីថ្នាក់ជាតិ ប្រសិនបើអ្នកចង់ពង្រឹងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទអ្នកត្រូវកំណត់ថាតើឧបករណ៍វិភាគបញ្ហាមួយណាមានសក្តានុពលខ្លាំងបំផុតក្នុងការកែលម្អស្ថានភាពបច្ចុប្បន្នរបស់អ្នកតាមរយៈការកំណត់និងការដោះស្រាយភាពខ្លាំងនិងភាពទន់ខ្សោយដែលមានស្រាប់យើងអាចបង្កើនការទទួលបាននិងរួមចំណែកដល់លទ្ធផលកាន់តែប្រសើរនិងយូរអង្វែង។